អូនអើយមកញ៉ាំប៊ឺជាមួយខ្ញុំទាំងអស់គ្នាតាមធម្មតាប៊ឺគេញ៉ាំជាមួយទឹកដោះគោទឹកកកអីចឹងណាវាជាបង្អែមឆ្ងាញ់មួយយ៉ាងដែរប៉ុន្តែខ្ញុំអត់ទេខ្ញុំដូរមកពីការញ៉ាំប៊ឺតទេដោយសារប៊ឺវាមានជាតិខ្លាញ់ល្អវាមានជាតិកាកសរសៃល្អចឹងហើយយើងញ៉ាំអញ្ចឹងគឺល្អខ្លាំងមែនទែនបងប្អូនវិញទៀតប៊ឺគេឲ្យញ៉ាំពេលព្រឹកយើងញ៉ាំពេលព្រឹកក៏បានពេលល្ងាចក៏បានប៉ុន្តែខ្ញុំនេះវិញគឺថាទិញគេមកពីហ្នឹងកន្លះគីឡូ1គីឡូ7ដល់ពេល2បានកន្លះគីឡូដល់ពេលអញ្ចឹងហើយបើសិតតែទុំស្រេចទៀតដល់ពេលអញ្ចឹងខ្ញុំនឹកឃើញថាបើសិនតែខ្ញុំទុកហូបស្អែកពេលព្រឹកទៀតវាហូបអត់ទឿនទៅវាទុំចូលអីអញ្ចឹងណាដល់ពេលអញ្ចឹងហើយខ្ញុំញ៉ាំថ្ងៃនេះញ៉ាំពេលល្ងាចមួយដល់ពេលអញ្ចឹងហើយបើយើងញ៉ាំអត់ទឿនគឺយើងអាចទុកក្លាសេសិនចាំញ៉ាំពេលស្អែកទៀតក៏បានដែរញ៉ាំជាអាហារពេលព្រឹកអញ្ចឹង